បាទសូមជម្រាបសួរលោកពូណាមីលោកតាលោកយាយនិងបងប្អូនអ្នកស្ដាប់អ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីរាប់អានបាទនៅពេលនេះខ្ញុំបាទសេងតារាបាទចូលមករំលឹកនិងជូនដំណឹងបងប្អូនលោកពូណាមីទាំងក្នុងប្រទេសនិងក្រៅប្រទេសសាជាថ្មីបាទគឺខ្ញុំចង់ជម្រាបប្រាប់លោកអ្នកស្ដាប់ជាថ្មីថា Channel YouTube ដែលខ្ញុំបង្កើតឡើង5-6ឆ្នាំកន្លងមកគឺត្រូវបានគេ report ហើយ remove បាទក្រុមហ៊ុន YouTube បាន remove ដកចេញអស់ទៅហើយបាទអញ្ចឹងការងារដែលខ្ញុំស្រាវជ្រាវកន្លងមកដូចជាតាក់ទងទៅនឹងការសម្ភាសប្រវត្តិរៀមច្បងកវីនិពន្ធជំនាន់ដើមការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរការស្រាវជ្រាវអំពីប្រវត្តិសិល្បករបុរាណខាងផ្នែកអាយ៉ៃចាប៉ីដងវែងល្ខោនបាសាក់ហើយនឹងចម្រៀងមហោរីជាដើមគឺបានបាត់បង់ទាំងអស់អញ្ចឹងខ្ញុំចូលមកនេះគឺដើម្បីជម្រាបប្រាប់លោកអ្នកស្ដាប់លោកពូណាមីទាំងអស់ឲ្យបានដឹងតាក់ទងនឹងរឿងហ្នឹងដោយសារបងប្អូនខ្លះគាត់បានឆាតមកសួរជារៀងរាល់ថ្ងៃថាហេតុអ្វីបានជា Channel YouTube ខ្ញុំបាទវីដេអូដែលបង្ហោះទាំងប្រមាណរលែងឃើញលែងអាចចូលទៅមើលបានអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងហើយម្ដងទៀតថា YouTube ទាំងអស់នោះគឺត្រូវបានគេ report បំផ្លាញចោលអស់ទៅហើយដោយគេបានដាក់ copyright strike ហើយឲ្យក្រុមហ៊ុន YouTube ដករាល់ channel YouTube របស់ខ្ញុំនេះចេញពី YouTube ចេញទាំងអស់គឺបងប្អូនរកទស្សនាលេងឃើញហើយអញ្ចឹងខ្ញុំចូលមកនេះគឺជម្រាបរឿងហ្នឹងហើយនឹងចង់បញ្ជាក់ប្រាប់លោកអ្នកស្ដាប់សារជាថ្មីថាខ្ញុំមិនបោះបង់ការងាររបស់ខ្ញុំចោលទីទោះបីជាវាខូចម្ដងជា2ដងក៏ដោយគឺខ្ញុំនៅតែបន្តការងារនេះទៅមុខជានិច្ចដោយពេលនេះគឺខ្ញុំបានបង្កើត channel YouTube ថ្មីបាទជាបន្តដើម្បីបង្ហាញអំពីការងាររបស់ខ្ញុំនិងផុសរាល់វីដេអូដែលខ្ញុំបានផុសកន្លងទៅនោះឡើងវិញផងដែរគួរបញ្ជាក់ថាត្បិតតែ channel YouTube របស់ខ្ញុំត្រូវបានគេ report បំផ្លាញចោលប៉ុន្តែរាល់វីដេអូដែលខ្ញុំបានថតបានស្រាវជ្រាវបានដាក់ផុសកន្លងមកគឺនៅនឹងខ្ញុំទាំងអស់អត់បាត់ទៅណាទីអញ្ចឹងខ្ញុំបង្កើត channel YouTube ថ្មីដើម្បីផុសវាឡើងវិញហើយនឹងបង្ហាញសកម្មភាពនៃការស្រាវជ្រាវរបស់ខ្ញុំសារឡើងវិញឲ្យបងប្អូនបានទស្សនាបន្តផងដែរអញ្ចឹងខ្ញុំចូលមកនេះគឺដើម្បីអំពាវនាវឲ្យបងប្អូនលោកពូអ្នកមីងនិងលោកអ្នកស្ដាប់អ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជួយចុច Subscribe YouTube ថ្មីដែលខ្ញុំទើបតែបង្កើតឡើងនេះម្នាក់មួយផងគឺខ្ញុំនៅតែបែងចែកការងាររបស់ខ្ញុំដាច់ពីគ្នាឲ្យដោយច្រឡូកច្រឡំគ្នាទីបាទកន្លែងនេះអាចមានបងប្អូនអ្នកទស្សនាខ្លះលើកជាសំណួរថាម៉េចក៏ខ្ញុំបង្កើត Channel YouTube ច្រើនម្លេះមិនដេចមិនបង្កើតតែមួយឬក៏ពីរទៅបាទដូចខ្ញុំជម្រាបអញ្ចឹងដោយសារខ្ញុំធ្វើការងារច្រើនផ្នែកតាក់ទងនឹងសិល្បៈដូចជាការស្រាវជ្រាវប្រវត្តិអ្នកចម្រៀងកវីនិពន្ធខ្ញុំបង្កើត Channel YouTube មួយហើយតាក់ទងនឹងប្រវត្តិសាស្ត្រខ្ញុំបង្កើត Channel YouTube មួយទៀតហើយតាក់ទងនឹងសិល្បករសិល្បករនីបុរាណខ្ញុំបង្កើត YouTube ថ្មីមួយទៀតអញ្ចឹងកុំឲ្យអាការងារហ្នឹងវាជាន់គ្នាដូច្នេះហើយបានជាខ្ញុំបង្កើត 4-5 channel ផ្សេងដាច់ពីគ្នាឥឡូវខ្ញុំបង្កើតឡើងវិញនេះមាន5 channel ឬមាន5ប៉ុស្តិ៍ដោយប៉ុស្តិ៍ទូរទស្សន៍អញ្ចឹងណាអញ្ចឹងសូមបងប្អូនជួយចុច Subscribe ម្នាក់មួយសារជាថ្មីទាំងអស់គ្នាដើម្បីបានឃើញវីដេអូកាន់តែច្រើនថែមទៅទៀតគឺនៅពេលដែលខ្ញុំផុសវីដេអូថ្មីវានឹងលូតបង្ហាញឲ្យបងប្អូនបានឃើញគ្រប់គ្នាអញ្ចឹងសូមបងប្អូនចុច Subscribe YouTube ថ្មីទាំងនេះម្នាក់មួយផងណាតើតែបងប្អូនជួយចុចទើបកើនវីដេអូហ្នឹងកាន់តែច្រើនឲ្យបងប្អូនមើលឃើញបន្តបន្ទាប់គ្រប់គ្នាហើយ YouTube ថ្មីដែលខ្ញុំបង្កើតប្រាប់នេះសូមបងប្អូនលោកពូណាមីងនិងបងប្អូនអ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសទាំងអស់ចូល YouTube ហើយវាយ search ដាក់ឈ្មោះខ្ញុំទៅបាទទី1គឺសេងតារា6 3 ដងហើយមានលេខបូកកតុយតើតែមានលេខបូកអញ្ចឹងទើបមិនច្រឡំជាមួយ YouTube ផ្សេងណានេះខ្ញុំបង្ហាញលើកញ្ចក់កាមេរ៉ានឹងហើយបាទបងប្អូនសូមចូលទៅចុច Channel YouTube ទី1នេះសេងតារា6 3 ដងហើយបូកបាទវាយអញ្ចឹងទៅឲ្យឃើញ
ចុច Subscribe ឲ្យម្នាក់មួយផងអ្នកមិនទាន់ចុចទេណាបាទហើយ YouTube ទី2បាទ YouTube ទី2មានឈ្មោះថាសេងតារាលេខ1 3ដងហើយអក្សរ B កតុយបាទ B នឹងដក clear ឆ្ងាយពីលេខ1នឹងផងបាទសេងតារាលេខ1 3ដងអក្សរ B ហើយ channel YouTube ថ្មីនេះគឺខ្ញុំដាក់ប្រវត្តិបទចម្រៀងមួយបទឧទាហរណ៍ថាបទដងស្ទឹងសង្កែដងស្ទឹងពូស័តមលុបពូបាក់ខែងប៉ុន្មានខែទៀតទើបបងរៀបការចម្រៀងមួយបទហ្នឹងមានប្រវត្តិដំណើររឿងយ៉ាងណាអញ្ចឹងខ្ញុំដាក់នៅក្នុង channel YouTube សេងតារាលេខ1 3ដងអក្សរ B នេះជា channel YouTube ទី2ហើយ channel YouTube ទី3មានឈ្មោះថាសេងតារា1980បាទសេងតារា1980នេះបាទបងប្អូនចូលទៅចុច Subscribe ម្នាក់មួយផងហើយ channel YouTube នេះគឺខ្ញុំស្រាវជ្រាវអំពីប្រវត្តិអ្នកចម្រៀងទសវត្សរ៍ទី80និងទី90ដូចជាប្រវត្តិលោកកែវសរ៉ាត់លោកឈួយសុភាពលោកប៊ុនច័ន្ទថនលោកហួរឡាវីលោកនូសឹបលោកកឹមឈូនលោកនីសលឿនលោករមរឿនហើយនឹងអ្នកចម្រៀងផ្សេងតន្ត្រីករនៅទសវត្សរ៍ទី80ទាំងអស់អញ្ចឹង channel YouTube សេងតារា1980នេះខ្ញុំដាក់ប្រវត្តិអ្នកចម្រៀងទសវត្សរ៍ទី80អញ្ចឹងសូមបងប្អូនជួយចុច Subscribe ម្នាក់មួយផងបាទហើយ channel YouTube ទី4មានឈ្មោះថាសេងតារា Collection បូកសេងតារា Collection បូកខ្ញុំដាក់បូកកតុយនេះគឺដើម្បីកុំឲ្យជន់គ្នានឹង channel YouTube ចាស់ដែលគេ report បំផ្លាញចោលហើយយើងរកលេងឃើញនោះអញ្ចឹងបានជាខ្ញុំដាក់លេខបូកកតុយស្រួលចំណាំណាហើយតើតែដាក់លេខបូកបានបងប្អូនទាំងអស់គ្នាវាយចេញហើយសូមចំណាំរូប profile តាម channel YouTube នីមួយផងបាទសេងតារា Collection ហើយលេខបូកកតុយបាទអញ្ចឹងសូមចូលទៅវាយទៅហើយជួយចុច Subscribe ម្នាក់មួយផងបាទសេងតារា Collection លេខបូកហើយ YouTube ទី5 YouTube ទី5គឺខ្ញុំដាក់ចំណេះដឹងទូទៅទាក់ទងនឹងប្រវត្តិសាស្ត្រមានឈ្មោះថាសេងតារា7 3ដង General B បាទ General ហើយដក clear អក្សរ B គឺខ្ញុំដាក់តាក់ទងនឹងចំណេះដឹងទូទៅបាទសេងតារា7 3ដង General បាទ General ហ្នឹងគឺចំណេះដឹងទូទៅហើយ B ហ្នឹងគឺខ្ញុំចំណាំថាវាជា YouTube ថ្មីព្រោះ YouTube ចាស់ក៏សេងតារា7 3ដង General ផងដែរអញ្ចឹងដើម្បីកុំឲ្យជន់ឈ្មោះ YouTube ចាស់ខ្ញុំបានដាក់អក្សរ B នៅកតុយចំណាំថាវាជា YouTube ថ្មីអញ្ចឹងសូមបងប្អូនលោកពូណាមីងនិងប្រិមិត្តយើងទាំងអស់ដែលចូលចិត្តបទចម្រៀងពីដើមហើយចង់ដឹងប្រវត្តិអ្នកចម្រៀងកវីនិពន្ធតន្ត្រីករចំនួនលោកស៊ីនស៊ីសមុទ្រហើយចង់ដឹងប្រវត្តិសាស្ត្រខ្មែរចង់ដឹងវរៈសិល្បករខាងផ្នែកបុរាណអាយ៉ៃចប៉ីដងវែងឬក៏អ្នកដែលចូលចិត្តបទចម្រៀងនិងអ្នកចម្រៀងទសវត្សរ៍ទី80សូមចូលទៅចុច YouTube ទាំង5ដែលខ្ញុំទើបតែបង្កើតថ្មីឡើងវិញនេះបាទទី1គឺសេងតារា6 3ដងលេខបូក channel YouTube នេះគឺជាការងារដែលខ្ញុំស្រាវជ្រាវតាក់ទងនឹងប្រវត្តិអ្នកចម្រៀងកវីនិពន្ធចំនួនដើមគឺចំនួនលោកស៊ីនស៊ីសមុទ្រអ្នកស្រីរស់ស្រីសុធាអ្នកស្រីប៉ែនរ៉នមានប្រវត្តិដំណើររឿងយ៉ាងណាអញ្ចឹងតាក់ទងនឹងការងារស្រាវជ្រាវនេះខ្ញុំដាក់នៅក្នុង YouTube សេងតារា6 3ដងលេខបូកហើយ channel YouTube ទី2គឺសេងតារាលេខ1 3ដងដក clear អក្សរ B គឺខ្ញុំនិយាយអំពីប្រវត្តិបទចម្រៀងមួយបទអញ្ចឹងសូមចូលទៅចុច Subscribe YouTube នេះម្នាក់មួយណាហើយរាវមើលបាទបើសិនជាបងប្អូនខ្លះបាទចុចមើលមិនឃើញតើយើងរាវមើលអូសចុះក្រោមទៅណាបាទហើយចុច Subscribe ហើយដើម្បីមើលឃើញវីដេអូទាំងអស់ដែលខ្ញុំផុសហ្នឹងចុចលើ profile YouTube នឹងហើយបងប្អូនចុចលើពាក្យ video តើតែចុចលើពាក្យ video ទៀតទើបឃើញវីដេអូដែលខ្ញុំបានបង្ហោះហ្នឹងហើយ channel YouTube ទី3គឺសេងតារា1980បាទសេងតារា1980គឺខ្ញុំស្រាវជ្រាវតាក់ទងនឹងប្រវត្តិអ្នកចម្រៀងតន្ត្រីករទសវត្សរ៍ទី80ចឹងបងប្អូនសូមចូលទៅចុច Subscribe ម្នាក់មួយផងបាទហើយបញ្ជាក់ជាថ្មីដើម្បីបានឃើញវីដេអូដែលខ្ញុំបង្ហោះជួនកាល YouTube អត់បានបង្ហាញនៅពេលដែលបងប្អូនចុចលើឈ្មោះតែប៉ុណ្ណឹងទីគឺយើងចុចលើឈ្មោះ YouTube នឹងហើយចុចលើពាក្យ video មួយទៀតអញ្ចឹងបានឃើញវីដេអូទាំងអស់ហ្នឹងលោតតាមលេខរៀងជាបន្តបន្ទាប់
ហើយ channel YouTube ទី3គឺសេងតារា collection បូកបាទសេងតារា collection បូកដូចខ្ញុំបានបង្ហាញលើកញ្ចក់កាមេរ៉ានឹងអញ្ចឹងបាទវាយតាមឈ្មោះតាមអក្សរដែលខ្ញុំបង្ហាញហ្នឹងទៅបាទហើយលេខបូកហើយចុច subscribe ម្នាក់មួយបាទចំពោះបងប្អូនដែលមិនទាន់បានចុចហើយនៅពេលបានចុចមើលវីដេអូទាំងអស់ហ្នឹងហើយសូមជួយចុចមីដៃមួយផងបាទចុចមីដៃគឺចុច like ហ្នឹងណាបាទចុចមីដៃរាល់វីដេអូដែលបងប្អូនបានទស្សនាផងហើយនឹង channel YouTube ទី5គឺសេងតារា7 3ដងអញ្ជើញ General B សេងតារា7 3ដងអញ្ជើញ General B បាទសូមចុច subscribe ម្នាក់មួយបាទអ្នកមិនទាន់ចុច subscribe ហើយដើម្បីបានទស្សនារាល់វីដេអូដែលខ្ញុំបានផុសតាម channel YouTube នីមួយបងប្អូនចុចលើឈ្មោះសេងតារា7 3ដង6 3ដងហ្នឹងគឺយើងចុចបន្តលើពាក្យវីដេអូតើតែចុចលើពាក្យវីដេអូហ្នឹងគឺ YouTube បង្ហាញរាល់វីដេអូដែលយើងផុសបន្តហ្នឹងណាបងប្អូនបាទអញ្ចឹងសូមជួយចុច subscribe ម្នាក់មួយហើយខ្ញុំបាទសេងតារាសង្ឃឹមថាបងប្អូនលោកពូអ្នកមីងទាំងក្នុងនិងក្រៅប្រទេសនឹងជួយចុច subscribe ដើម្បីបានឃើញការងាររបស់ខ្ញុំជាបន្តទៀតត្បិតតែគេបានបំផ្លាញមែនប៉ុន្តែខ្ញុំមិនបោះបង់ការងារនេះចោលទីការងារនេះត្បិតតែអត់ប្រាក់ខែមែនប៉ុន្តែខ្ញុំធ្វើដោយសេចក្តីស្រឡាញ់ខ្ញុំបានលះបង់លុយកាក់ផ្ទាល់ខ្លួនរបស់ខ្ញុំចាក់សាំងជិះម៉ូតូដើរសម្ភាសគ្រប់ខេត្តក្រុងទូទាំងប្រទេសហើយមិនត្រឹមតែជិះម៉ូតូចាក់សាំងខ្លួនឯងទីនៅពេលដែលខ្ញុំចុះទៅសម្ភាសរៀមច្បងកវីនិពន្ធតន្ត្រីករឬក៏សម្ភាសប្រពន្ធកូនគាត់គឺខ្ញុំតែងតែជូនជាថវិកាខ្លះក៏ជូន 50000 ខ្លះជូន 100,000 ខ្លះជូន 80000 ទៅតាមលទ្ធភាពរបស់ខ្ញុំមិនមានប្រាក់ខែអ្វីនៅតាមក្រសួងឬក៏អង្គការក្រៅរដ្ឋាភិបាលឬក្រុមហ៊ុនឯកជនទេលុយនេះគឺខ្ញុំបេះបោចពីនេះពីនោះផ្ទាល់ខ្លួនទេបាទអត់មានប្រាក់ខែពីក្រសួងអត់មានប្រាក់ខែពីក្រុមហ៊ុនណាមកទប់ទល់មកត្រួតត្រងទីគឺខ្ញុំបេះបោចពីនេះពីនោះយកទៅចាក់សាំងដើរសម្ភាសដើរស្រាវជ្រាវបងប្អូនឃើញក្បាលខ្ញុំទេដោយសារខ្ញុំជិះម៉ូតូឲ្យពាក់មួកការពីឲ្យវាក្តៅសក់ខ្ញុំឃើញជ្រុះចិត្តអស់ហើយបាទហើយពេលថតម្ដងគឺខ្ញុំខំសិតវេកភ្លីកុំឲ្យបងប្អូនឃើញវាទៅពេកសងខាងវាអាក្រក់មើលនេះជាការងារដែលខ្ញុំស្រឡាញ់ពេញចិត្តទើបខ្ញុំលះបង់ចំណាយពេលវេលាគឺ 100% តែលើការស្រាវជ្រាវនឹងទីអញ្ចឹងសង្ឃឹមថាបងប្អូនគ្រាន់តែជួយចុច subscribe គឺមិនពិបាកទេបាទជួយចុច subscribe ម្នាក់មួយនៅ YouTube ទាំង5នេះបាទចុចរាវមើលឲ្យឃើញណាបងប្អូនបាទរាវមើលឲ្យឃើញដូចខ្ញុំបង្ហាញសូមចុច subscribe ហើយមើលតាម profile ឈ្មោះនីមួយណាហើយចុច subscribe ចុះបាទខ្ញុំសូមតែប៉ុណ្្នឹងទីពីមុនខ្ញុំធ្លាប់សូមឲ្យបងប្អូនជួយឧបត្ថម្ភ sponsor ជាថវិកាតែឥឡូវនេះខ្ញុំអត់ហ៊ានសុំទេដោយសារម្នាក់សុទ្ធតែពិបាកមកសុទ្ធតែពិបាកអ្នកខ្លះរ៉ាប់រងគ្រួសារបងប្អូនអ្នកខ្លះរ៉ាប់រងម្ដាយចាស់ឬក៏មានអ្នកជំងឺនៅផ្ទះអញ្ចឹងខ្ញុំមិនហ៊ានស្នើជាថវិកាទីគឺគ្រាន់តែសូមឲ្យបងប្អូនជួយចុច subscribe តែប៉ុណ្ណឹងបាទ5 channel YouTube ហ្នឹងអញ្ចឹងសូមជួយចុច subscribe ម្នាក់ទាំង5 YouTube ហ្នឹងអញ្ចឹងសូមបងប្អូនជួយចុច subscribe ម្នាក់មួយផងអ្នកមិនទាន់ចុចណាបាទអរគុណណាស់អញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសូមសង្ខេបខ្លីតែប៉ុណ្ណឹងហើយខ្ញុំនឹងខិតខំស្រាវជ្រាវបន្តការងារនេះទៅមុខឲ្យបងប្អូនបានឃើញនៅសកម្មភាពថ្មីជាបន្តទៀតហើយវីដេអូចាស់ក៏ខ្ញុំយកមកផុសជូនឲ្យបងប្អូនបានទស្សនាឡើងវិញផងដែរពិសេសគឺអ្នកមិនទាន់បានទស្សនាពីមុនបាទសម្រាប់ពេលនេះខ្ញុំបាទសេងតារាសូមអរគុណនិងគោរពលាតែប៉ុណ្ណេះបាទ